ទំនុកដំកើងជំពូក1និងជំពូក2សុភមង្គលដ៏ពិតប្រាកដមានសុភមង្គលហើយអ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាលមិនឈរក្នុងមាគ៌ារបស់មនុស្សបាបហើយក៏មិនអង្គុយរួមជាមួយពួកអ្នកចំអកឡកឡើយផ្ទុយទៅវិញគេចូលចិត្តនឹងក្រឹតវិន័យរបស់ព្រះអង្គម្ចាស់ព្រមទាំងសញ្ជឹងគិតអំពីក្រឹតវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃអ្នកនោះប្រៀបបាននឹងដើមឈើដុះនៅក្បែរផ្លូវទឹកដែលផ្ដល់ផលផ្លែតាមរដូវកាលហើយមានស្លឹកមិនចេះស្លោកស្រពោនអ្វីដែលគាត់ធ្វើសុទ្ធតែបានចម្រុងចម្រើនទាំងអស់រីឯមនុស្សពាលវិញមិនដូច្នោះទេគឺពួកគេប្រៀបបាននឹងអង្កាមដែលត្រូវខ្យល់បក់ផាត់ទៅនៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សពាលពុំអាចក្រោកឈរបានឡើយហើយមនុស្សបាបក៏ពុំអាចស្ថិតនៅក្នុងចំណោមមនុស្សសុចរិតបានដែរត្បិតព្រះអង្គម្ចាស់ស្គាល់មាគ៌ារបស់មនុស្សសុចរិតរីឯមាគ៌ារបស់មនុស្សពាលវិញនាំឲ្យខ្លួនវិនិច្ឆ័យអន្តរាយព្រះមហាក្សត្រដែលព្រះជាម្ចាស់ចាក់ព្រែកអភិសេកហេតុអ្វីបានជាប្រជាជនទាំងឡាយនាំគ្នាបង្កើតកលហលហើយប្រជារាស្ត្រនានារអ៊ូរទាំដោយអឹកខ្លឹមសារយ៉ាងនេះពួកស្ដេចនៅលើផែនដីបានព្រួតដៃគ្នាបះបោរហើយពួកអ្នកដឹកនាំខុបខិតគ្នាប្រឆាំងនឹងព្រះអង្គម្ចាស់ព្រមទាំងប្រឆាំងនឹងព្រះមេស៊ីរបស់ព្រះអង្គដោយពោលថាជួយយើងនាំគ្នាបំបាក់នឹមរបស់ព្រះអង្គហើយក្រវែងច្រវាក់របស់ព្រះអង្គចេញទៅប៉ុន្តែព្រះអង្គម្ចាស់ដែលគ្រងរាជ្យនៅស្ថានបរមសុខទ្រង់អស់សំណោចទ្រង់ចំអកឲ្យពួកគេព្រះអង្គមានព្រះបន្ទូលទៅពួកគេដោយព្រះពិរោធហើយធ្វើឲ្យពួកគេភ័យតក់ស្លុតដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គមានព្រះបន្ទូលថាគឺជើងនេះហើយដែលបានអភិសេកស្ដេចរបស់ជើងឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូនជាភ្នំដ៏ពិសុទ្ធរបស់ជើងខ្ញុំនឹងប្រកាសក្រឹត្យរបស់ព្រះអង្គម្ចាស់ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថាព្រះអង្គជាបុត្ររបស់ជើងគឺជើងដែលបានបង្កើតព្រះអង្គនៅថ្ងៃនេះបើព្រះអង្គសុំជើងនឹងប្រគល់ប្រជារាស្ត្រនានាឲ្យព្រះអង្គទុកជាមរតកជើងក៏នឹងប្រគល់ផែនដីទាំងមូលឲ្យព្រះអង្គទុកជាកម្មសិទ្ធិដែរព្រះអង្គនឹងបង្ក្រាបពួកគេដោយដំបងដែកហើយព្រះអង្គកំទេចគេដូចជាស្មូនកំទេចភេជ្ជៈឥឡូវនេះស្ដេចទាំងឡាយអើយចូលរិះគិតពិចារណាឡើងអ្នកគ្រប់គ្រងទាំងឡាយនៅលើផែនដីអើយចូលទទួលយកសេចក្តីអប់រំទៅចូលបម្រើព្រះអង្គម្ចាស់ដោយគោរពកោតខ្លាចចូលត្រេកអរសប្បាយទាំងញាប់ញ័រចូលក្រាបថ្វាយបង្គំព្រះរាជបុត្រក្រែងព្រះអង្គម្ចាស់ទ្រង់ព្រះពិរោធហើយអ្នករាល់គ្នាត្រូវវិនិច្ឆ័យអន្តរាយក្នុងមាគ៌ារបស់អ្នករាល់គ្នាត្បិតព្រះពិរោធរបស់ព្រះអង្គនឹងឆេះឈួលឡើងយ៉ាងឆាប់អ្នកណាជ្រកកោនក្រោមម្លប់បារមីព្រះអង្គអ្នកនោះមានសុភមង្គលហើយ